ពេលពុកផុតទៅបាត់ឈឹងសូនអោលោកបងណាប៉ុណ្ណឹងនិយាយខត់ទៅតាមសួស្តីបងប្អូនទាំងអស់គ្នាបានឃើញវីដេអូមិញហើយគឺជាវីដេអូដែលខ្ញុំបានទៅទស្សនាខ្សែភាពយន្តរឿងចាស់កំព្រារបស់ផលិតកម្ម LD ដែលចិត្តចាប់ចាក់ប្រចាំងហើយរឿងនេះខ្ញុំមើលហើយខ្ញុំយំហ្មងហើយអ្នកទៅទស្សនាទាំងអស់ហ្នឹងក៏យំដូចខ្ញុំដែរសាច់រឿងនេះគឺនិយាយពីឪពុកដែលគាត់កំព្រាឯកានៅពេលដែលកូនគាត់ធំហើយចាក់ចេញពីគាត់អស់ទៅគឺគាត់រស់នៅតែម្នាក់ឯងទេប្រពន្ធគាត់ក៏បានលាចាកលោកបាត់ចឹងហើយមួយថ្ងៃគឺគាត់ចង់ឲ្យតែកូនហើយនឹងចៅហ្នឹងមកលេងគាត់ទេប៉ុន្តែពួកគេគឺគេមានជីវិតរបស់គេមានការងាររបស់គេត្រូវធ្វើចឹងរហូតមកដល់ពេលដែលគាត់ចិត្តចូលឆ្នាំគឺគាត់បានរៀបចំផ្ទះរៀបចំបន្ទប់ដែលកូនធ្លាប់គេងដើម្បីចាំទទួលកូនមកលេងគាត់ហើយគាត់សប្បាយគាត់រៀបចំផ្ទះរៀបចំសំបែងរៀបចំទឹកសម្រាប់ស្រង់ទឹកស្រង់អីជាមួយកូនអញ្ចឹងណាប៉ុន្តែដល់ចុងក្រោយគឺគាត់អត់បានទេកូនគ្រាន់តែបានមកជួបគាត់ហើយគេលាដើម្បីទៅលេងនៅផ្ទះម៉ែក្មេកគេឬក៏ទៅលេងជាមួយនឹងមិត្តភក្តិគេតាមជីវិតរបស់គេហើយនៅពេលហ្នឹងតួអង្គឪពុកគឺគាត់មានអារម្មណ៍ថាគាត់ខកចិត្តមែនទែនតែគាត់ខំរៀបចំគ្រប់យ៉ាងប៉ុន្តែចុងក្រោយកូនរបស់គាត់អត់បាននៅជាមួយគាត់ទេពេលចូលឆ្នាំហ្នឹងហើយឪពុកហ្នឹងក៏គាត់មានជំងឺមានអីឈឺអញ្ចឹងទៅហើយទៅពេទ្យទៅអីក៏មានតែអ្នកចិត្តខាងដែលគាត់រាប់អានហ្នឹងជូនគាត់ទៅអញ្ចឹងហើយកូនរបស់គាត់គឺគាត់ដែលបានមកជូនគាត់ទៅពេទ្យទៅអីទេដល់ពេលគាត់ឈឺគាត់អត់ស្រួលខ្លួនទៅគាត់ដួលទៅគាត់ធ្វើឲ្យមានបញ្ហាឈាមកអីក្នុងខួរក្បាលអីចឹងនៅពេលហ្នឹងគឺគាត់ភ្លេចកូនគាត់អស់លេងកូនគាត់មកលេងគាត់មកជុំវិញគាត់មិនក៏គាត់អត់ស្គាល់ថាណាគេដែរប៉ុន្តែនៅក្នុងខួរក្បាលរបស់គាត់គឺគាត់រងចាំតែកូនគាត់ទេគាត់នៅតែសួរថាកូនគាត់មកនៅកូនគាត់បានញ៉ាំបាយនៅចៅគាត់បានញ៉ាំបាយនៅគាត់ចង់ទៅធ្វើម្ហូបដើម្បីកូនដើម្បីចៅរបស់គាត់ទាំងតែខ្លួនគាត់ហ្នឹងកំពុងតែឈឺហើយកូនចៅគឺនៅជុំវិញគាត់តែគាត់អត់ស្គាល់អ្នកណាទេអញ្ចឹងនៅក្នុងសាច់រឿងនេះខ្ញុំគ្រាន់តែសង្ខេបបន្តិចប៉ុណ្្នឹងទេបើសិនជាបងប្អូនទាំងអស់គ្នាចង់ទៅទស្សនាអីតើតែទៅទស្សនាផ្ទាល់ហ្មងបានដឹងថារឿងហ្នឹងល្អមើលយ៉ាងណាហើយហេតុអីបានធ្វើឲ្យខ្ញុំឬក៏អ្នកទស្សនាផ្សេងៗទៀតហ្នឹងគាត់ស្រក់ទឹកភ្នែកហើយនៅក្នុងសាច់រឿងនេះគឺធ្វើឲ្យយើងដឹងថាឪពុកម្ដាយគឺរងចាំកូនគ្រប់ពេលវេលាការចងចាំរបស់គាត់ទាំងអស់គឺមានតែកូនទេហើយវាប្រៀបដូចជាពាក្យស្លោកមួយដែលគេនិយាយថាត្រូវតែធ្វើបុណ្យឲ្យទាន់ខែភ្លឺអញ្ចឹងនៅពេលដែលឪពុកម្ដាយយើងនៅចងចាំនៅហូបបាននៅមានសុខភាពល្អយើងគួរតែមើលថែគាត់សងគុណគាត់វិញកុំឲ្យពេលវេលាហ្នឹងវាហួសពេលទៅដូចនៅក្នុងសាច់រឿងហ្នឹងអញ្ចឹងបើគាត់បាត់ការចងចាំហើយសូម្បីតែយើងក៏គាត់មិនចាំផងអញ្ចឹងទោះជាយើងលះបង់ពេលវេលាឬក៏ការងារទៅដើម្បីគាត់ទៀតក៏ដូចជាមិនមានន័យអីដូចទៅពេលដែលគាត់នៅមានសុខភាពល្អ